អគិភ័យឆេះផ្ទះពលរដ្ឋនិងទីតាំងលក់សម្បត្តិរថយន្តនៅក្រុងប៉ោយប៉ែតបង្កឲ្យមនុស្សម្នាក់រងរបួសយ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះសំណាក់យីហោ Camera និងទីតាំងលក់សម្បត្តិរថយន្តក្រុងដឹកអ្នកដំណើរយីហោ Capitol នៅតាមផ្លូវជាតិលេខ 5 ស្ថិតក្នុងភូមិអូជ្រៅសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង 9:20 នាទីយប់ថ្ងៃទី 4 ខែកុម្ភៈឆ្នាំ 2026 ភ្លាមកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យនិងកម្លាំងនគរបាលនៅតាមបណ្ដាក្រុងស្រុកសរុប150នាក់បានប្រើពេលជាង2ម៉ោងក្នុងការអន្តរាគមន៍រហូតដល់ម៉ោង 11 យប់ទើបភ្លើងបានរលត់ទាំងស្រុងនិងគ្រប់គ្រងបាន 100% មិនឆេះរាលដាលដល់ទៅកន្លែងដទៃទៀតក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះដឹកនាំដោយលោកឧត្តមស្នេហ៍ត្រីរ៉ាមវីរៈស្នងការរងការងារសេនាធិការដោយមានរថយន្តទឹកចំនួន11គ្រឿងប្រើប្រាស់ទឹកអស់19រថយន្តនេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី 5 ខែកុម្ភៈចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងគឺស្នងការដ្ឋាននគរបាលខេត្តមិនទាន់អាចបញ្ជាក់បានលម្អិតនៅឡើយទេបើតាមរបាយការណ៍ដដែលករណីអគ្គិភ័យនេះមិនបានបណ្ដាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេមានតែពលរដ្ឋម្នាក់រងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកផ្ទះចំនួន 2 ទីតាំងត្រូវបានភ្លើងឆេះទាំងស្រុង